អភិបាលខេត្តបន្ទាយមានជ័យតវ៉ាទៅរដ្ឋបាលខេត្តស្រះកែវដែលបានលើកបដាគម្រាមកំហែងពលរដ្ឋកម្ពុជាអភិបាលខេត្តបន្ទាយមានជ័យបានផ្ញើសារតវ៉ាទៅកាន់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃដែលបានលើកបដាគម្រាមកំហែងប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទនិងជោគជ័យនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅកាលពីថ្ងៃទី28ខែកញ្ញាឆ្នាំ2025ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនៅក្នុងលិខិតផ្ញើជូនអភិបាលខេត្តស្រះកែវប្រទេសថៃចុះនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025បានតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដានៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់នៅក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ឯកឧត្តមបានហៅសកម្មភាពដដែលនៃការលើកបដានិងខ្លឹមសារប្រកាសនេះថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាដែលបាននឹងកំពុងតែរស់នៅអាស្រ័យផលក្នុងភូមិទាំងពីរនេះតាំងពីយូរយារណាស់មកហើយគឺមុនពេលអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនឹងខណ្ឌសីមាព្រំដែនគោលកម្ពុជាថៃ MOU 2000ចូលជាធរមានឯកឧត្តមបានបញ្ជាក់ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសមាគមកម្ពុជាដែលបាននឹងកំពុងតែរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេយោងទៅតាមអនុសារណៈនៃការយោគយល់គ្នា MOU 2000កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់សកម្មភាពឯកតោភាគីដដែលខាងលើគឺជាការបង្កហេតុដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ដែលកំពុងតែមានចំនួននិងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី7ខែសីហាឆ្នាំ2025និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្ដែងលើការកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឲ្យខូចខាតដល់ការជឿទឹកចិត្តគ្នាទៅវិញទៅមកបង្កឲ្យមានការយល់ច្រឡំបង្កើនភាពតានតឹងនៅតាមព្រំដែនឬពង្រីកវិសាលភាពនិងទំហំនៃចំនួនជាពិសេសរំលោភចំណុច8នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC